ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃពុធ6កើតខែភទ្របទឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី7ខែកញ្ញាគ្រិស្តសករាជ2016នៅពេលនេះនាងខ្ញុំរ៉ូសម៉ារីយ៉ាសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅគណៈបកសង្គ្រោះជាតិបានដាក់ញត្តិទៅស្ថានទូតចំនួន15ប្រទេសលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានលើកឡើងឲ្យដឹងថាខណៈព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីភ្លាមគេឃើញសមត្ថកិច្ចបានដាក់របាំងរាំងផ្លូវនៅកំណាត់ខាងមុខស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រេលើការដាក់កម្លាំងសមត្ថកិច្ចនៅរបាំងរាំងផ្លូវក៏កើតឡើងចំពេលដែលគណៈបកប្រឆាំងនេះត្រូវហែកក្បួនដាក់ញត្តិទៅស្ថានទូតមួយចំនួននៅភ្នំពេញដើម្បីឲ្យជួយគៀបសង្កត់គណៈបកកាន់អំណាចឲ្យគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសឡើងវិញដែលជាយន្តការជួយឲ្យកម្ពុជាមានសន្តិភាពនិងប្រជាធិបតេយ្យតែយ៉ាងនេះក្តីមន្ត្រីគណៈបកសង្គ្រោះជាតិអះអាងថាគេបានដាក់ញត្តិជូនស្ថានទូតចំនួន15ប្រទេសបានរួចហើយលោកសុនឆៃថ្លែងដូចនេះធ្វើឡើងនៅទីស្នាក់ការគណៈបកសង្គ្រោះជាតិកាលពីព្រឹកថ្ងៃទី5ខែកញ្ញាឆ្នាំ2016ចំណែកមន្ត្រីបកកាន់អំណាចថាស្ថានទូតទាំងនោះមិនចាប់អារម្មណ៍អ្វីទេការដាក់ញត្តិជូនទៅស្ថានទូតមួយចំនួននៅរាជធានីភ្នំពេញបានធ្វើឡើងតាមការគ្រោងទុកទោះជានៅផ្លូវខាងមុខស្នាក់ការគណៈបកសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចដាក់របាំងបិទក៏ដោយគេហទំព័រមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកសុនឆៃដឹកនាំក្រុមសមាជិកសភាបកសង្គ្រោះជាតិដាក់ញត្តិទៅស្ថានទូតធំៗនៅកម្ពុជាដើម្បីផ្ដល់ព័ត៌មានក៏ដូចជាសំណុំពរមួយចំនួនទៅដល់ស្ថានទូតទាំងនេះឲ្យជួយដោះស្រាយស្ថានភាពនយោបាយដែលលោកអះអាងថាកំពុងតែមានស្ថានភាពអាក្រក់ខ្លាំងលោកសុនឆៃដែលជាតំណាងរាជគណៈបកសង្គ្រោះជាតិបានថ្លែងចំពោះមុខអ្នកសារព័ត៌មាននិងអ្នកគាំទ្រថាទោះបីជាមានការបិទផ្លូវយ៉ាងណាក៏ដោយចុះក៏សមាជិកសភាគណៈបកសង្គ្រោះជាតិចំនួន5រូបនៅតែអាចយកញត្តិទៅដាក់តាមស្ថានទូតចំនួន15នៅកម្ពុជាបានដដែលលោកសុនឆៃបន្តថាការរារាំងក៏ដូចជាការបិទផ្លូវមិនឲ្យប្រជាពលរដ្ឋក៏ដូចជាតំណាងរាស្ត្រអាចធ្វើដំណើរនៅតាមដងផ្លូវនេះជាការរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋនិងសិទ្ធិរបស់អ្នកតំណាងរាស្ត្រដែលលោកថាស្ថានភាពបែបនេះមិនគួរឲ្យបន្តមានតទៅទៀតនោះទេលោកសុនឆៃបន្តថាខ្លឹមសារសំខាន់នៃលិខិតដាក់ជូនស្ថានទូតនៅថ្ងៃនោះមានដូចជាយើងខ្ញុំជាសមាជិកសភានៃគណៈបកសង្គ្រោះជាតិនៃប្រទេសកម្ពុជាសង្កេតឃើញថាអ្នកកាន់អំណាចរបស់គណៈបកប្រជាជនកម្ពុជាក្នុងរដ្ឋាភិបាលបានប្រព្រឹត្តល្មើសនឹងឆន្ទៈរបស់ប្រជាពលរដ្ឋនេះដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រាប់និងគោលការណ៍ចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាន់តែធ្ងន់ធ្ងរទៅដែលបានប្រើអំណាចដោយរំលោភក្នុងការគៀបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋនិងប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចាប់ចងឃុំឃាំងសកម្មជនដីធ្លីមន្ត្រីសិទ្ធិមនុស្សនិងសហជីពនិងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិផងតាមលោកសុនឆៃញត្តិដែលបានដាក់ជូនទៅស្ថានទូតទាំងនោះរួមមានស្ថានទូតបារាំងស្ថានទូតអាមេរិកស្ថានទូតអូស្ត្រាលីស្ថានទូតឥណ្ឌូនេស៊ីស្ថានទូតចិនស្ថានទូតអាល្លឺម៉ង់ជាដើមគួររំលឹកថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលា1991គឺជាដំណោះស្រាយប្រវត្តិសាស្ត្រមួយជួយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជាដែលនាំមកនូវសន្តិភាពការបង្រួបបង្រួមជាតិនិងលទ្ធិប្រជាធិបតេយ្យកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រពិភពលោកនេះធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងដោយមានប្រទេស18ជាភាគីជួយបញ្ចប់ជម្លោះរបស់ប្រទេសកម្ពុជាក្នុងនោះមានប្រទេសមហាអំណាចទាំង5នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផងដែរកិច្ចព្រមព្រៀងនេះតម្រូវឲ្យកម្ពុជាអនុវត្តគោលនយោបាយសេរីពហុបកការគោរពសិទ្ធិមនុស្សជាមូលដ្ឋានដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រទេសដើរតាមគន្លងប្រជាធិបតេយ្យបញ្ហាបូរណភាពទឹកដីតាមតំបន់ព្រំដែនភាគខាងកើតនៅតែជារឿងគួរឲ្យព្រួយបារម្ភលោកអ្នកនាងជាទីមេត្រីព័ត៌មានតាក់ទងទៅនឹងព្រំដែនកម្ពុជានិងយួនត្រូវបានគេហទំព័រមនសិការខ្មែរបានបង្ហាញឲ្យដឹងថាកិច្ចប្រជុំរវាងមន្ត្រីកិច្ចការព្រំដែនកម្ពុជានិងយួនកាលពីថ្ងៃទី29ដល់ថ្ងៃទី30ខែសីហាឆ្នាំ2016មិនចេញជាលទ្ធផលអ្វីគួរឲ្យកត់សម្គាល់នោះទេព្រោះមន្ត្រីយួនបានត្រឹមតែសន្យាទទួលយកសំណើរបស់កម្ពុជាទៅប្រាប់មេដឹកនាំនៃរដ្ឋាភិបាលយួនប៉ុណ្ណោះអ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាតាមដានដែលយកចិត្តទុកដាក់គឺកិច្ចប្រជុំរវាងមន្ត្រីព្រំដែនកម្ពុជានិងយួនមិនបានចេញសេចក្តីថ្លែងការណ៍រួមក្រោយពេលបញ្ចប់កិច្ចប្រជុំនោះទេមានន័យថាយួនមិនបញ្ឈប់មហិច្ឆតារំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជានោះឡើយ ច
ជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះយួនបានធ្វើសកម្មភាពបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាតាមតំបន់ព្រំដែននៅក្នុងខេត្តរតនគិរីខេត្តស្វាយរៀងនិងខេត្តតាកែវយ៉ាងកក្លឿនដោយគ្មានញញើតអ្វីទាំងអស់គេហទំព័រមនសិការខ្មែរដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមរយៈសកម្មជនព្រំដែននិងអ្នកសង្កេតការឯករាជ្យបានលើកឡើងថាការដែលកិច្ចប្រជុំរវាងមន្ត្រីកិច្ចការព្រំដែនកម្ពុជានិងយួនកាលពីថ្ងៃទី29ដល់ថ្ងៃទី30ខែសីហាឆ្នាំ2016មិនអាចចេញសេចក្តីថ្លែងការណ៍រួមទៅរួចនោះគឺដោយសារតែភាគីទាំងពីរមានចំណុចខ្វែងគំនិតគ្នារហូតមកដល់នឹងពេលនេះប្រពន្ធពីមន្ត្រីអាជ្ញាធរតាមព្រំដែននៅក្នុងស្រុកអូយ៉ាដាវខេត្តរតនគិរីបានឲ្យដឹងថាយួនមិនទាន់លុបស្រាលទឹកចំនួន8ដែលគេជិះចូលជ្រៅមកក្នុងទឹកដីខ្មែរនោះទេហេតុនេះហើយទើបមានការជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនសែនដាក់ចេញនូវវិធានការច្បាស់លាស់ដើម្បីការពារបូរណភាពទឹកដីទប់ទល់នឹងសកម្មភាពរំលោភបំពានពីសំណាក់ភាគីយួនទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនប៉ែកខាងកើតជាប់ព្រំប្រទល់ជាមួយនឹងយួនបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមអភិវឌ្ឍតាមព្រំដែនឲ្យបានឆាប់ដោយការគ្រោងទុកដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទៅរស់នៅតាមខ្សែព្រំដែនកាន់តែច្រើនឡើងហើយក្លាយទៅជារបងការពារបូរណភាពទឹកដីសេចក្តីត្រូវការចាំបាច់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចទៅរស់នៅតាមតំបន់ព្រំដែនភាគខាងកើតនោះគឺត្រូវមានផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រមន្ទីរពេទ្យសាលារៀនទីផ្សារនិងការយកចិត្តទុកដាក់ផ្នែកជីវភាពសពបែបយ៉ាងប្រសិនបើរដ្ឋាភិបាលលោកហ៊ុនសែនពិតជាមានឆន្ទៈនៅក្នុងបញ្ហាការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនភាគខាងកើតជាប់ជាមួយនឹងប្រទេសយួនមែនគឺគម្រោងអភិវឌ្ឍទាំងឡាយនឹងចេញជារូបរាងនៅក្នុងពេលឆាប់ៗដើម្បីយួនមិនហ៊ានធ្វើអ្វីស្រេចតែអំពើចិត្តទៀតឡើយលើសពីនេះទៀតនៅពេលដែលនៅតាមតំបន់ព្រំដែនមានប្រឡាយទឹកនិងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នោះគឺពុំមានប្រជាកសិករខ្មែរណាជួលដីស្រែតាមតំបន់ព្រំដែនឲ្យជនជាតិយួនប្រកបមុខរបរកសិកម្មតទៅទៀតនោះឡើយលោកអ៊ូវីរៈថ្លែងពីយុទ្ធសាស្ត្រយកបដិវត្តពណ៌មកធ្វើជាខ្មោចលងបងប្អូនជនរួមជាតិជាទីមេត្រីបើយោងតាមគេហទំព័រមនោរម្យអាំងហ្វូតាក់ទងទៅនឹងចម្ងល់ដែលពលរដ្ឋក៏ដូចជាអ្នកវិភាគនិងអ្នកស្រាវជ្រាវសង្គមចំពោះពាក្យថាបដិវត្តពណ៌តើអាចកើតឡើងបានឬទេក្នុងសង្គមខ្មែរសពថ្ងៃបានលើកឡើងឲ្យដឹងថាតើនរណាមួយឬក្រុមណាមួយទៅដែលអាចមានលទ្ធភាពធ្វើបដិវត្តពណ៌ដើម្បីផ្ដួលរំលំលោកហ៊ុនសែនចេញពីអំណាចដោយការទន្ទិញចាំមាត់របស់មន្ត្រីក្រាក់ក្នុងជួររដ្ឋាភិបាលសពថ្ងៃនេះអ្នកវិភាគនយោបាយលោកអ៊ូវីរៈមិនបានមើលឃើញក្រុមណាមួយឬនរណាម្នាក់ថាមានលទ្ធភាពនឹងធ្វើបដិវត្តពណ៌នេះកើតឡើយផ្ទុយទៅវិញការលើកឡើងដដែលពីក្រុមមន្ត្រីរដ្ឋាភិបាលគឺជាការដណ្ដើមមុខមាត់ទូនីតិគ្នាតាមរយៈហេតុការណ៍ខ្មោចលងនៃបដិវត្តពណ៌នេះតែប៉ុណ្ណោះគេហទំព័រមនោរម្យដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតថាមិនមានបដិវត្តពណ៌ទេវាទៅមិនរួចទេទាំងនេះជាការលើកឡើងរបស់លោកអ៊ូវីរៈប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងប្រទេសកម្ពុជាតមទៅនឹងការលើកឡើងតាំងពីច្រើនខែមកហើយពីសំណាក់មន្ត្រីរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធជំវិញការធ្វើបដិវត្តពណ៌ដោយកម្លាំងប្រជាជនដើម្បីផ្ដួលរំលំលោកហ៊ុនសែនពីអំណាចជានាយករដ្ឋមន្ត្រី3ទសវត្សរ៍ជាងនៅកម្ពុជាការថ្លែងពីការទប់ស្កាត់បដិវត្តពណ៌ត្រូវបានលើកឡើងផ្ទួនកាលពីពេលកន្លងមកដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួននិងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយមេតបកម្ពុជារបស់ជាតិអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទលោកប៉ុលសារឿនថែមទាំងប្រកាសជាចំហថាកងទ័ពជាតិត្រូវបានបញ្ជាឲ្យការពារលោកហ៊ុនសែននិងគ្រួសារឲ្យមានសុវត្ថិភាព 100% នោះផងយកបដិវត្តពណ៌ធ្វើជាខ្មោចលងចំពោះអ្នកតាមដានស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជាបានសម្ដែងចម្ងល់របស់ពួកគេជំវិញការលើកឡើងមិនដាច់សូរពីបដិវត្តពណ៌និងជាពិសេសពីការប្រកាសលោកដៃលោកជើងក្នុងរយៈពេលចុងក្រោយពីសំណាក់កងទ័ពគណៈប្រទេសកម្ពុជាជារដ្ឋស៊ីវិលដែលច្បាប់ទាំងឡាយរបស់ប្រទេសនេះកំពុងត្រូវបានអនុវត្តជាធរមាននៅឡើយនោះប៉ុន្តែបដិវត្តកម្លាំងមហាជនទាំងនោះមានសន្តានខុសគ្នាបដិវត្តទម្លាក់ក្រុមមេដឹកនាំផ្ដាច់ការនៅក្នុងបណ្ដាប្រទេសអារ៉ាប់ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាតែងយកមកនិយាយប្រៀបធៀបនោះត្រូវបានគេដាក់ឈ្មោះថាបដិវត្តផ្កាម្លិះឬបដិវត្តនៃរដូវផ្ការីកអារ៉ាប់ Arab Spring និងមិនមែនជាបដិវត្តពណ៌ដែលបានកើតឡើងនៅបណ្ដាប្រទេសអឺរ៉ុបខាងកើតនៅក្រោយការដួលរលំទៅនៃប្លុកកុម្មុយនីសនោះទេ
ប៉ុន្តែបដិវត្តណាក៏ដោយទោះមានការលូកដៃពីបរទេសក៏ដោយក៏សុទ្ធតែជាការងើបឈរឡើងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះដើម្បីផ្ដួលរំលំមេដឹកនាំផ្ដាច់ការកាន់អំណាចដោះស្លែបកពួកគ្រួសារនិយមពុករលួយដែលយកប្រទេសជាតិទឹកដីនិងប្រជាជនទាំងមូលមកធ្វើជាទ្រព្យផ្ទាល់ខ្លួនឬជារបស់គ្នាបកពួករបស់គេតែការងើបឈរឡើងដោយក្រុមប្រទេសទាំងនោះមិនមែនជាជំហានដែលប្រជាជនកម្ពុជាត្រូវដើរនោះឡើយនេះបើតាមការលើកឡើងរបស់លោកអ៊ូវីរៈដដែលប្រធានវេទិកាអនាគតរូបនេះបានបន្តទៀតថាគឺអត់មានទេប្រជាពលរដ្ឋយើងនៅមិនទាន់ហ៊ានមិនទាន់មានសុវត្ថិភាពនៅមានការបាក់ស្បាតគ្មានសមត្ថភាពដោយសារសេដ្ឋកិច្ចប្រជាពលរដ្ឋភាគច្រើននៅជនបទទេមិនមែនជាប្រទេសមួយដែលប្រជាពលរដ្ឋភាគច្រើននៅក្រុងនៅប្រជុំជនទេអញ្ញាធរដោះលែងសកម្មជនដីធ្លីវិញក្រោយឃុំខ្លួនជាង1យប់1ថ្ងៃលោកអ្នកនាងជាទីមេត្រីងាកមកអាយព័ត៌មានពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE បានចុះផ្សាយឲ្យដឹងថានៅរសៀលថ្ងៃច័ន្ទម៉ោងជាង4កន្លងទៅនេះសកម្មជនដីធ្លីចំនួន6នាក់ត្រូវបានអាជ្ញាធរខណ្ឌដង្កោដោះលែងឲ្យមានសេរីភាពឡើងវិញបន្ទាប់ពីពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃអាទិត្យរីឯមនុស្ស4នាក់ផ្សេងទៀតដែលត្រូវចាប់ខ្លួននៅថ្ងៃតែមួយក៏ត្រូវបានដោះលែងរួចហើយដែរពួកគេទាំងនេះត្រូវបានចាប់ឃុំខ្លួននៅខណៈដែលកំពុងជួបជុំគ្នាបង្ហោះប៉េងប៉ោងលើកទឹកចិត្តដល់អ្នកដែលជាប់ឃុំនៅមុខពន្ធនាគារព្រៃសរសកម្មជនដីធ្លីដែលត្រូវបានគេដោះលែងវិញកាលពីពេលកន្លងទៅថ្មីនេះគឺ5នាក់ជាសកម្មជនដីធ្លីមកពីតំបន់ថ្មគោលនិងម្នាក់ទៀតនៅក្នុងតំបន់បឹងកក់គឺលោកយាយង៉ែតខុនឬគេស្គាល់នឹងហៅជាទូទៅថាលោកយាយម៉ាមីគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតថាសកម្មជនដីធ្លីទាំង6នាក់នេះត្រូវបានដោះលែងវិញក្រោយពីពួកគេបានធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធរខណ្ឌដង្កោបើតាមកញ្ញាសុងស្រីលៀបកិច្ចសន្យានោះគឺអាជ្ញាធរតម្រូវឲ្យពួកគេឈប់ប្រមូលផ្ដុំគ្នាឈប់តវ៉ាដែលខុសទៅនឹងច្បាប់ហើយអាជ្ញាធរក៏បានតម្រូវឲ្យពួកគេផ្តិតម្រាមដៃទាំង10លើកិច្ចសន្យាផងដែរយ៉ាងណាក៏ដោយកញ្ញាសុងស្រីលៀបបានបញ្ជាក់ថាពួកគេនឹងនៅតែបន្តការប្រមូលផ្ដុំនិងតវ៉ាទៀតបើទោះបីបានចុះកិច្ចសន្យាក៏ដោយសូមបញ្ជាក់ជូនថាអ្នកទាំង6នាក់នេះនិងអ្នកលក់ប៉េងប៉ោងម្នាក់ព្រមទាំងកូនក្មេង3ទៀតសរុបទាំងអស់ចំនួន10នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យនៅមុខពន្ធនាគារព្រៃសរនៅក្នុងពេលដែលពួកគេជួបជុំគ្នាបង្ហោះប៉េងប៉ោងនៅទីនោះគោលបំណងធំនៃការបង្ហោះប៉េងប៉ោងនេះគឺទាមទារឲ្យដោះលែងអ្នកស្រីទេវនីដែលជាសកម្មជនដីធ្លីនៅក្នុងតំបន់បឹងកក់និងទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលផ្សេងទៀតមែនតែនទៅសំណុំរឿងនេះត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី22ខែសីហាដោយអ្នកស្រីបើសោភាត្រូវបានដោះលែងឡើងវិញក៏ប៉ុន្តែអ្នកស្រីទេវនីត្រូវឃុំខ្លួនបន្តទៀតព្រោះអ្នកស្រីបានរងបទចោទដាច់ដោយឡែកមួយផ្សេងទៀតគឺបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា218នៃក្រមព្រហ្មទណ្ឌបទល្មើសនេះបានប្រព្រឹត្តនៅក្បែរវិមានឯករាជ្យនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌដូនពេញកាលពីថ្ងៃទី13ខែមិនិនាឆ្នាំ2013កន្លងទៅព្រៃឈើនៅតែទទួលរងការកាប់បំផ្លាញលោកអ្នកនាងជាទីមេត្រីក្រឡេកមកឯព័ត៌មានបង្ហាញពីវិនិស្សកម្មព្រៃឈើនៅបន្តទោះបីជាមានការអះអាងពីលោកហ៊ុនសែននាពេលថ្មីនេះកន្លងមកក៏ដោយត្រូវបានគេហទំព័រអាស៊ីសេរីបានចុះផ្សាយឲ្យដឹងថាបើទោះបីជាព្រៃឡង់ត្រូវបានរដ្ឋាភិបាលសម្រេចដាក់បញ្ចូលទៅជាព្រៃអភិរក្សហើយថ្មីនេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសទទួលយកសំណើរបស់សហគមន៍និងសកម្មជនការពារបរិស្ថានឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយក៏ព្រៃឈើនៅតែត្រូវបានគេកាប់បំផ្លាញដដែលដែលក្នុងនោះព្រៃសហគមន៍ជាង800ហិកតារបស់ជនជាតិដើមភាគតិចគួយក្នុងស្រុកថ្លាបរិវត្តក៏កំពុងតែទទួលរងការកាប់បំផ្លាញផងដែរដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋានអាជ្ញាធរក្នុងស្រុកថ្លាបរិវត្តដែលជាជនជាតិភាគតិចដូចគ្នានោះត្រូវបានសហគមន៍នៅក្នុងភូមិអន្លង់ក្រមួនឃុំខ្សែឫស្សីបានចោទប្រកាន់ថាពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃសហគមន៍អន្លង់ក្រមួនចំនួន810ហិកតាដែលជាផ្នែកមួយនៃព្រៃឡង់គេហទំព័រអាស៊ីសេរីដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈលោកជំហួតអាយុ27ឆ្នាំបានឲ្យដឹងកាលពីពេលថ្មីនេះថាដីព្រៃជាង400ហិកតាក្នុងចំណោម810ហិកតានោះត្រូវបានគេកាប់យកទៅកាន់កាប់ដោយបុគ្គលឯកជនលោកបញ្ជាក់ថាព្រៃឈើកំពុងតែត្រូវបានកាប់រាល់ថ្ងៃដើម្បីលួចដូរដោយមានការខុបខិតពីមន្ត្រីអាជ្ញាធរលោកថាន់វ៉នអះអាងថាកាប់ហើយលក់ឲ្យអ្នកមានលុយទិញយកពេលមានរឿងយើងឲ្យគាត់ដោះស្រាយតែគាត់ការពារជនទុច្ចរិតទៅវិញ
សកម្មជនបរិស្ថានកូនភ្លោះទាំងពីរបាននឹងកំពុងតែប្រមូលឯកសារពាក់ព័ន្ធទៅនឹងសហគមន៍នេះដើម្បីដាក់ទៅសុំអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ខេត្តថ្នាក់ជាតិអង្គការក្រៅរដ្ឋាភិបាលនិងស្ថានទូតនានាផងដែរកាលពីថ្ងៃទី22ខែសីហាថ្មីនេះនៅក្នុងវេទិកាស្ដីពីបរិស្ថានដែលធ្វើឡើងដោយក្រសួងបរិស្ថានដោយមានការចូលរួមពីសកម្មជនបរិស្ថានរាប់រយនាក់មកពីទូទាំងប្រទេសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងទទួលស្គាល់កំហុសរបស់លោកចំពោះការវិនិច្ឆ័យអន្តរាយព្រៃឈើហើយលោកបានប្រកាសទទួលយកសំណើរបស់សកម្មជនបរិស្ថានដែលស្នើឲ្យមានវិធានការជាក់លាក់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានប្រកាសឲ្យអាជ្ញាធរថ្នាក់ខេត្តត្រូវរួមសហការគ្នាក្នុងការបង្ក្រាបបទល្មើសព្រៃឈើក៏ប៉ុន្តែសកម្មជនបរិស្ថាននិងជាម្ចាស់ពានរង្វាន់វីរៈជនការពារបរិស្ថានពិភពលោកអ៊ុចលេងសង្កេតឃើញថាព្រៃឈើនៅតែទទួលរងការកាប់បំផ្លាញដោយគ្មានស្រាកស្រានរហូតមកដល់នឹងថ្ងៃនេះបើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបើកវេទិកាប្រកាសឲ្យបញ្ឈប់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយលោកអ៊ុចលេងថ្លែងដូចនេះថាព្រៃនៅតែកាប់ពិសេសគឺព្រៃឡង់ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីគ្មានប្រសិទ្ធភាពទេព្រោះកូនចៅគាត់មិនស្ដាប់គាត់នោះទេអ្នករកស៊ីឈើថៅកែឈើគឺសុទ្ធតែមានទូនាទីខ្ពស់ក្នុងជួររដ្ឋាភិបាលគេមិនគោរពប័ណ្ណបញ្ជាគាត់ទេអ្នករកស៊ីនៅតែរកស៊ីអ្នកស្រែកនៅតែស្រែកលោកបន្ថែមថារោងចក្រអាឈើនិងកែច្នៃឈើជាច្រើននៅតែមានវត្តមាននៅក្នុងព្រៃឡង់ហើយកំពុងតែដឹកឈើចេញទាំងថ្ងៃទាំងយប់ដោយគ្មានការខ្លាចរអាអ្នកណានោះទេលោកសៅសុភាពអ្នកនាំពាក្យក្រសួងបរិស្ថានបានទទួលស្គាល់ថាបទល្មើសព្រៃឈើនៅតែបន្តកើតមានមែនប៉ុន្តែមានលក្ខណៈតូចតាចមិនមែនមានទ្រង់ទ្រាយធំដូចកាលពីមុននោះទេយ៉ាងណាក៏ដោយប្រជាសហគមន៍និងសកម្មជនបរិស្ថានបានឲ្យដឹងថាបទល្មើសព្រៃឈើលែងមានតែនៅក្នុងតំបន់ដែលអស់ឈើតែប៉ុណ្ណោះចំណែកនៅតំបន់ដែលនៅមានឈើគឺនៅតែមានការកាប់បំផ្លាញនិងដឹកជញ្ជូនទាំងយប់ទាំងថ្ងៃដដែលលោកបានគីមូនសរសើរចិននិងអាមេរិកដែលបំពុលបរិស្ថានខ្លាំងសុកចិត្តផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងអាកាសធាតុលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រថ្មីបានចុះផ្សាយឲ្យដឹងតាមរយៈអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនបានសរសើរមហាអំណាចទាំងពីរគឺអាមេរិកនិងចិនដែលបង្ហាញការបដិញ្ញាចិត្តនៅក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយព្រមផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសយ៉ាងណាមិញមហាអំណាចចិននិងអាមេរិកត្រូវបានគេចាត់ទុកជាប្រទេសបំពុលបរិស្ថានខ្លាំងជាងគេមកទល់នឹងពេលបច្ចុប្បន្ននេះការសម្រេចរបស់អាមេរិកនិងចិននៅក្នុងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលបង្កើតឡើងកាលពីចុងឆ្នាំ2015សំដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជារឿងមួយគួរឲ្យកត់សម្គាល់បំផុតទោះជាយ៉ាងណាក្តីគេមិនភ្លេចថាមហាអំណាចទាំងពីរនេះសុទ្ធតែជាអ្នកបំពុលពិភពលោកខ្លាំងជាងគេនោះដែរតកតងនៅបញ្ហានេះលោកបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិបានហៅការសម្រេចចិត្តនេះថាជាជំហានប្រវត្តិសាស្ត្រហើយលោកបានអំពាវនាវឲ្យបណ្ដាប្រទេសដទៃទៀតដែលមិនទាន់បានផ្ដល់សច្ចាប័នឬចូលរួមនៅក្នុងកិច្ចព្រមព្រៀងឲ្យយកគំរូតាមចិននិងអាមេរិកផងដែរក្រៅពីហៅសកម្មភាពរបស់មហាអំណាចទាំងពីរថាជាជោគជ័យអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះក៏បានសរសើរការដឹកនាំដ៏ប៉ិនប្រសប់និងល្អប្រសើររបស់លោកស៊ីជីនពីងក៏ដូចជាលោកបារ៉ាក់អូបាម៉ាផងដែរអ្នកទាំងពីរនេះហើយបានប្រឹងប្រែងដើម្បីសម្រេចបានការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុពិភពលោករួមគ្នាមេដឹកនាំទាំងពីរក៏បានផ្ទេរឯកសារផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងការផ្ដល់សច្ចាប័នជូនលោកបានគីមូនរួចរាល់ដែរកាលពីថ្ងៃសៅរ៍ទី3ខែកញ្ញានេះត្រឡប់មកវិញទាក់ទិនទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកតាំងពីខែធ្នូឆ្នាំមុនមកនោះមិនទាន់ចូលជាធរមានភ្លាមនោះឡើយដើម្បីចូលជាធរមានវាត្រូវការប្រទេសជាសមាជិកយ៉ាងហោចណាស់55ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើនឹង 55% ព្រមផ្ដល់សច្ចាប័នដូច្នេះហើយទើបបានជាលោកបានគីមូនបានទទូចសុំឲ្យបណ្ដាមេដឹកនាំប្រទេសដទៃទៀតប្រញាប់ប្រញាល់ពន្លឿនការផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងនេះហើយការផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងក្រុងប៉ារីសនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហាអាកាសធាតុស្របពេលដែលពិភពលោកកំពុងតែត្រូវការដំណោះស្រាយបន្ទាន់ក្រៅពីនេះលោកបានគីមូនបានកោតសរសើរចិនដែលកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រទេស20នេះហើយលោកបានសង្កត់ធ្ងន់ថាលោកពិតជាសប្បាយចិត្តណាស់ដែរដែលការអភិវឌ្ឍជានិរន្តរភាពត្រូវបានគេចាត់ទុកជារឿងអាទិទេពជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំប្រទេសទាំង20លោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនេះខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយ
នាងខ្ញុំយូច័ន្ទធីនីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានតាមដានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា